នេះឪពុកម្ដាយរបស់គាត់បានចែកឋានចោលគាត់អស់ហើយបាទឪពុកម្ដាយរបស់គាត់បានចែកឋានចោលគាត់អស់ហើយបាទនៅសល់តែធាតុនៅលើផ្ទះបាទនៅក្នុងផ្ទះដែលបាក់បែកបាទផ្ទះដែលរហែកអត់មានជាងបាទបិទបាំងអីត្រឹមត្រូវទេបងប្អូនហើយបាទសំបីតែកន្លែងគេងបាទនេះមកមើលកន្លែងគេងរបស់គាត់ពីរអ្នកបងប្អូនបាទកន្លែងគេងពីរអ្នកបងប្អូនមានតែកន្ទេលមួយមុងមួយហើយខ្នើយពីរបាទសំបីតែភួយដប់ហ្នឹងក៏អត់មានដែរពីរអ្នកបងប្អូនហ្នឹងបាទសំបីតែភួយដប់ហ្នឹងក៏អត់មានដែរហើយខណៈពេលនេះម៉ោង1ជាងហើយបាទម៉ោង1ជាងហើយខ្ញុំសួរថាក្មួយហើយបានអីហូបបាយគាត់ថាអត់មានទេដល់ពេលខ្ញុំមកមើលចានឆ្នាំងរបស់គាត់ថ្ងៃនេះគឺខ្ញុំមកជួបក្មួយស្រីបាទដែលគាត់ត្រូវបានឪពុកម្ដាយស្លាប់ចោលអស់ហើយបាទហើយរាល់ថ្ងៃហ្នឹងគឺនៅតែ2នាក់បងប្អូននេះបាទតាមពិតទៅគាត់មាន3នាក់បងប្អូនប៉ុន្តែបងរបស់គាត់ហ្នឹងគឺទៅខាងក្រៅបាត់ហើយបាទឥឡូវនៅ2នាក់បងប្អូននេះទេក្មួយស្រី2នាក់បងប្អូននេះគឺកំសត់ខ្លាំងមែនតើបាទឪពុកម្ដាយរបស់គាត់គឺស្លាប់ចោលអស់ហើយបាទនេះគឺជាធាតុរបស់ឪពុកម្ដាយរបស់គាត់បាទហើយនៅតែ2នាក់បងប្អូនទេបាទនៅតែ2នាក់បងប្អូនហើយផ្ទះរបស់គាត់គឺលហែកលហោកអស់ហើយបងប្អូនអើយបាទខាងនោះគាត់មានអីបាំងបាទខាងនោះគាត់មានអីបាំងដែរហើយនេះគឺធាតុឪពុកម្ដាយរបស់គាត់ដែលគាត់បានស្លាប់ទៅឥឡូវហ្នឹងគឺនៅសល់តែក្មួយស្រីទេបាទគឺកំសត់ខ្លាំងមែនតើហើយមួយវិញទៀតបាទអាណិតខ្លាំងណាស់បាទមិនដឹងរទីពំនាក់អីណាទេមកមួយខាត់មកតិចពូសួរតិចមើលបាទពូសួរតិចណាហើយរាល់ថ្ងៃហ្នឹងនៅតែ2នាក់បងប្អូនទេណាចាអូនៅ2នាក់បងប្អូនទេហើយបានអីញ៉ាំបាយថ្ងៃហ្នឹងអត់ដឹងហ៎អត់ដឹងទេអញ្ចឹងទាន់បានញ៉ាំបាយទេនៅអូបាទម៉ោង1អីអត់ទាន់បានបាយហូបផងហើយឃ្លានអត់ឃ្លានអូនៅពេលដែលឪពុកម្ដាយរបស់ក្មួយស្លាប់អស់អញ្ចឹងក្មួយពិបាកអត់ក្មួយពិបាកខ្លាំងណាស់ចាហើយពិបាកអីខ្លះក្មួយអាចរៀបរាប់ប្រាប់ពូតិចបានទេពិបាកអីខ្លះដែរពិបាកហូបចុកហើយពិបាកទៅរៀនពិបាកហូបចុកពិបាកទៅរៀនចាចុះគេងយប់ប្រលប់អីពីរនាក់បងប្អូនគេងនៅហ្នឹងអត់ខ្លាចទេក្មួយអត់ទេចាបងប្អូនហើយបាទមើលផ្ទះរបស់គាត់គឺលហែកអស់ហើយបាទធ្លុះធ្លាយអស់ហើយគេងតែ2នាក់បងប្អូនទេក្មួយអត់អង្គប៉ុន្មានថ្ងៃហីអត់3ថ្ងៃអត់មានអង្គ3ថ្ងៃហីហើយចឹង3ថ្ងៃហ្នឹងក្មួយបានអីញ៉ាំមានអីហូបផងអត់មានអីហូបទេចាអូយបងប្អូនបាទហើយចុះមានបានដើរសុំអ្នកក្បែរខាងអីគេហូបឯក្មួយដែរហ៎ដែរដើរសុំអ្នកក្បែរខាងគេហូបណាចាបងប្អូនហើយបាទអត់បាយ3ថ្ងៃបាទបងប្អូនអត់បាយ3ថ្ងៃហើយអត់មានកជ្រក់ឆ្នាំងទេបងប្អូនអើយបាទហើយរស់នៅតែ2នាក់បងប្អូននឹងទេចាចុះអត់មានអ្នកណាអីគេជួយក្មួយទេក្មួយគេជួយខ្លះគេឲ្យអង្គមតិចគេឲ្យអង្គតិចតួចដែរចាអូខេបាទគេឲ្យអង្គអ្នកចិត្តខាងអីចឹងទៅបងប្អូននៅចិត្តខាងឃើញគាត់អាណិតគាត់អីចឹងទៅក៏ឲ្យអង្គអីតិចតួចចឹងទៅបងប្អូនមើលផ្ទះរបស់គាត់បាទកាទៀលមុងខ្នើយមានពីសំបីតែភួយដប់ហ្នឹងក៏អត់មានដែរហើយនោះធាតុរបស់ឪពុកម្ដាយរបស់គាត់ដែលបានស្លាប់ទៅបងប្អូនបាទរស់នៅតែ2នាក់បងប្អូនអត់មានលុយចាយអត់មានអង្គហូបបាទអញ្ចឹងបងប្អូនមើលឃើញស្រាប់ហើយសម្រាប់បងប្អូនដែលចង់ជួយគាត់បាទគឺបងប្អូនអាចជួយបាន1រៀលក្តី2រៀលក្តីដើម្បីឲ្យគ្នាបានលុយដើម្បីទិញសម្លៀកបំពាក់ឬក៏ទិញអង្គហូបបាទដោយបងប្អូនបានឃើញអញ្ចឹងបាទសំបីតែផ្ទះអញ្ចាំងធ្លុះធ្លាយហ្នឹងក៏អត់មានកន្លែងបិទបាំងអីដែរបាទរស់នៅតែ2នាក់បងប្អូននេះគឺអាណិតខ្លាំងមែនតើបងប្អូនហើយបាទថ្ងៃនេះគឺខ្ញុំបានចុះមកដល់ផ្ទាល់មកដល់ទីតាំងផ្ទាល់បាទមកដល់ផ្ទះរបស់ក្មួយស្រីបាទខ្ញុំមកបើកឆ្នាំងបើកអីមើលហើយអត់មានកអត់មានអីទេណាបើថាយើងមានលាក់អង្គលាក់ស្រូវលាក់អីបងប្អូនមើលនេះបាទមានកន្លែងណាលាក់មានកន្លែងណាបិទបាំងបងប្អូនហើយបាទរត់តែនិយាយទៅគឺមានតែសបកផ្ទះដែលធ្លុះធ្លាយហើយកាទៀលមួយមុងមួយខ្នើយពីរដែលគាត់គេង2នាក់បងប្អូនគាត់ណាបាទហើយឆ្នាំងបាយមួយឆ្នាំងសាឡូមួយហើយចានហ្នឹងបាទ
จะแขนมวยทงตึกมวยนั้นbà ói bà nắng bà bốn bà ói ở miền này tiết đấy bàนี่ปุกมาได้บอกกวดบานใจทานจอลกวดอ้อยbàปุกมาได้บอกกวดบานใจทานจอลกวดอ้อยbà nơi so tại thiết nơi lừa tia bà nơi khung tia đại bạ bay bà tia đại là hay ọt miền chiang bà bật băng ấy trầm trời thì bông bông này bà xong bay ta cả lại kinh bà nè mà mơ cả lại kinh bà qua đã pi nè bông bông bà cả lại kinh pi nè bông bông miền ta cả tê muối mông muối hay khăn pi bà xong bay ta phôi đọp nó còn miền ta pi nè bông bông nè bà hay kinh nơi ta pi nè bông bông không tia đại là hồ là heo bà tia đại là hồ là heo nè bà ọt miền chiang bật băng ấy chết đi bà bông ôn xạ sầm máy mơ quạt nơi tập pi nĩa bà bông ôn xạ sầm máy mơ bà sân chỉ côn dương vĩnh dương bà rõm dòng mạch khla bà dương pruy bà rõm dòng mạch khla dương ảnh đất côn bà dương mạch khla bông ôn ơi bà pi nĩa bông ôn luôn ởក្នុងផ្ទះអត់មានជាងឯងបាទហើយនងធៀបម្ដាយឪពុករបស់គាត់នោះបាទខែមុនសនដៅអីខែបនទៀនអីគ្មានបានធ្វើបនធ្វើអីឲ្យជូនឪពុកម្ដាយឯងបាទដោយសារតែគាត់ក្រពិបាកបាទឪពុកម្ដាយនឹងក៏ក្រហើយឥឡូវហ្នឹងឪពុកម្ដាយនឹងក៏ស្លាប់ចោលអស់ទៀតបាទនៅសល់តែក្មួយស្រី2នាក់បងប្អូនហើយបាទអត់មានអ្នកណាជួយគាត់បានទេឥឡូវនេះមានតែសុំបងប្អូនសប្បុរសជនបាទដែលមានចិត្តសប្បុរសធម៌បងប្អូនជួយគាត់ផងបាទជួយគាត់ដូចជាសម្លៀកបំពាក់បាទអង្គបាទសម្រាប់ដាំបាយអញ្ចឹងទៅបាទលុយកាក់ឲ្យគាត់សម្រាប់យកទៅរៀនអីប្រចាំថ្ងៃបងប្អូនបានឃើញបងប្អូនអើយបាទអាណិតខ្លាំងមែនតើបាទ2នាក់បងប្អូនរស់នៅតែ2នាក់បងប្អូនបាទនៅក្នុងផ្ទះធ្លាយបាទហើយអញ្ចាំងវិញជុំវិញហ្នឹងគឺអត់ចិត្តទេបាទនៅដេកលហលហេវមានតែមុងមួយខ្នើយ2កាទេលមួយទេបាទអត់មានលុយទេបងប្អូនអើយបាទហើយសំបីតាភួយហ្នឹងក៏អត់មានដប់ដែរនេះបាទ2នាក់បងប្អូននេះសំបីតាភួយក៏អត់មានដប់ដែរបាទហើយបងប្អូនមកមើលខាងក្រៅយើងមើលពីខាងក្រៅវិញបាទនេះបាទបងប្អូនមើលផ្ទះគាត់ពីខាងក្រៅបាទមើលផ្ទះគាត់ពីខាងក្រៅនេះអត់មានជាងបិទជុំវិញទេបាទអត់មានជាងបិទជុំវិញហើយបាទកន្លែងនេះធ្លាយបាទនេះកន្លែងនេះធ្លាយបាទកន្លែងនេះធ្លាយហើយខាងក្រោយនេះបាទខាងក្រោយនេះបងប្អូនបាទខាងក្រោយនេះក៏ធ្លាយដែរនេះបាទខាងក្រោយនេះក៏ធ្លាយដែរបាទនេះខាងក្រោយនេះក៏ធ្លាយហើយមកនេះបាទនេះគឺជាផ្ទះរបស់គាត់រស់នៅតែ2នាក់បងប្អូនបាទអត់មានម្ហូបអាហារអីគ្រប់គ្រាន់បាទអត់មានសម្លៀកបំពាក់បាទរស់នៅតែ2នាក់បងប្អូនហើយផ្ទះលហលហេវចឹងបងប្អូនសម័យមើលគាត់គេងតែ2នាក់បងប្អូនរបស់គាត់នេះនៅក្នុងផ្ទះនេះបាទពីព្រោះឪពុកម្ដាយរបស់គាត់ស្លាប់អស់ហើយអាណិតខ្លាំងមែនតើបងប្អូនបាទអាណិតខ្លាំងមែនតើអញ្ចឹងសម្រាប់ឪពុកម៉ែបងប្អូនបាទដែលចង់ជួយគាត់សប្បុរសជនដែលចង់ជួយគាត់បាទគឺជួយគាត់ផងបាទនៅតែ2នាក់បងប្អូននេះគឺកំសត់ខ្លាំងមែនតើហើយនោះគឺធាតុរបស់ឪពុករបស់គាត់បាទធាតុរបស់ឪពុករបស់គាត់ហើយនឹងម្ដាយរបស់គាត់នៅទឹមគ្នាហ្នឹងបាទនៅទឹមគ្នាហ្នឹងបងប្អូនបាទធាតុឪពុកម្ដាយនៅទឹមគ្នាហ្នឹងឪពុកម្ដាយស្លាប់អស់ហើយបាទឪពុកម្ដាយស្លាប់អស់ហើយហ្នឹងហើយមើលទឹកមុខទៅអាណិតខ្លាំងមែនតើរស់នៅតែ2នាក់បងប្អូនទេបាទ